នៃនិងប្រវត្តិខ្លះៗតាក់ទងនឹងល្បែងប្រជាប្រិយខ្មែរក្នុងថ្ងៃចូលឆ្នាំខ្មែរល្បែងប្រជាប្រិយខ្មែរភាគច្រើនគេតែនិយមលេងនៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដើម្បីជាការកម្សាន្តក៏ដូចជាការអបអរដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីដែលក្នុងនោះគេសង្កេតឃើញថាមានទាំងក្មេងទាំងចាស់ប្រុសស្រីកំឡោះក្រមុំជាច្រើនចូលរួមលេងសប្បាយយ៉ាងច្រើនកកក្នុងឱកាសដ៏មហាល្រិតនេះប៉ុន្តែភាគតិចបំផុតដែលគេដឹងអំពីប្រវត្តិនិងអត្ថន័យនៃល្បែងលេងនីមួយៗថ្ងៃនេះយើងមកស្គាល់អំពីល្បែងទាំង6ដែលគេពេញនិយមលេងបំផុតនៅក្នុងថ្ងៃចូលឆ្នាំខ្មែរហើយនឹងដឹងអំពីអត្ថន័យរបស់វាល្បែងទី1នោះគឺល្បែងទាញព្រ័ត្រល្បែងទាញព្រ័ត្រគឺគេបានឆ្លាក់នៅតាមប្រាសាទបុរាណជាពិសេសគឺនៅខាងប្រាសាទអង្គរវត្តតែម្ដងដែលគេឆ្លុះបញ្ចាំងអំពីរឿងគោសមុទ្រទឹកដោះដើម្បីយកទឹកអម្រឹតរវាងយក្សនិងទេវតាល្បែងទាញព្រ័ត្រនេះគឺត្រូវបានដាក់ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដោយអង្គការ UNESCO កាលពីថ្ងៃទី2ខែធ្នូឆ្នាំ2015ល្បែងនេះត្រូវបានគេយកមកលេងដើម្បីសរបញ្ជាក់អំពីសាមគ្គីភាពជាធ្លុងមួយដើម្បីសម្រេចបាននូវការងាររួមជាពិសេសគឺត្រូវចេះស្រឡាញ់យកអាសាគ្នាទៅវិញទៅមកក្នុងចំណោមអ្នកភូមិរួមរបរជាមួយគ្នាល្បែងទី2គឺល្បែងស្ដេចចង់ល្បែងប្រជាប្រិយខ្មែរមួយបែបទៀតដែលគេហៅថាស្ដេចចង់ឬក៏របៀបនៃការលេងមិនកំណត់ចំនួនមនុស្សដោយគេដាក់ឲ្យឈរតោងគ្នាជាជួរបន្ទាប់មករើសម្នាក់ទៀតអង្គុយតំណាងធ្វើជាស្ដេចហើយល្បែងនេះគឺមានដំណើរថាក្នុងឱកាសព្រះរាជពិធីមួយព្រះបាទឥន្ទ្របត្តបុរីបានប្រឌិតល្បែងនេះឡើងដើម្បីលេងកម្សាន្តជាមួយនឹងមហាមន្ត្រីបន្ទាប់ពីនោះមកប្រជារាស្ត្រក៏នាំគ្នាលេងតាមនិងបន្តរហូតមកដល់បច្ចុប្បន្នខណៈគោលបំណងនៃល្បែងនេះគឺបង្រៀនឲ្យមនុស្សចេះរើសនៃដឹកនាំឲ្យបានត្រឹមត្រូវទើបនាំឲ្យមានសេចក្តីសុខចម្រើនដល់ប្រទេសជាតិយើងចូលមកដល់ល្បែងទី3គឺល្បែងចាប់កូនខ្លែងល្បែងនេះត្រូវបានគេជឿរើសម្នាក់ដែលមានអ្នកធំដើម្បីធ្វើជាមេមាន់ហើយអ្នកផ្សេងទៀតគឺធ្វើជាកូនខណៈដែលគេត្រូវជ្រើសរើសម្នាក់ទៀតធ្វើជាខ្លែងតាមចាប់កូនមាន់ផងដែរអត្ថន័យនៃល្បែងនេះគឺបង្រៀនមនុស្សឲ្យចេះប្រុងប្រយ័ត្នក៏ដូចជាចាំការពារមនុស្សក្នុងក្រុមគ្រួសាររបស់ខ្លួនឲ្យបានល្អយើងចូលមកដល់ល្បែងទី4គឺល្បែងលាក់កន្សែងល្បែងលាក់កន្សែងគឺជាប្រភេទល្បែងប្រជាប្រិយខ្មែរមួយប្រភេទដែលតម្រូវឲ្យចាប់គ្នាចាប់ពី6លាក់ឡើងឲ្យអង្គុយជាវង់ហើយមានអ្នកដើរជុំវិញនោះព្រមជាមួយនឹងកន្សែងឬក៏ក្រមាយំនឹងណែនដើម្បីទៅលាក់នៅខាងក្រោយខ្នងបញ្ឆោតអ្នកអង្គុយនោះអត្ថន័យនៃល្បែងនេះគឺដាស់តឿនឲ្យយើងមានស្មារតីរឹងមាំរហ័សរហួននិងត្រូវតែត្រៀមខ្លួនជានិច្ចដើម្បីដោះស្រាយនូវបញ្ហានិងប្រយុទ្ធទៅខាងមុខល្បែងទី5គឺល្បែងចោលឈូងល្បែងចោលឈូងគេនិយមលេងនៅក្នុងរដូវកាលចូលឆ្នាំខ្មែរជាខ្លាំងគឺល្បែងចោលឈូងនេះត្រូវបានតម្រូវឲ្យឈរជាពីរជួរទល់មុខគ្នាចម្ងាយប្រហែលជា10ម៉ែត្រពីគ្នាស្រីមួយជួរប្រុសមួយជួរបន្ទាប់មកគឺគេយកក្រសែងឬក៏ក្រមាមួឲ្យតឹងដើម្បីធ្វើជាឈូងបោះទៅបោះមកការលេងល្បែងនេះគឺគេទាមទារឲ្យយើងមានផ្នែកលះដៃលះជាពិសេសត្រូវតែចេះប្រុងប្រយ័ត្នខ្លួននិងត្រូវសង្កេតគ្រប់សកម្មភាពរបស់ភាគីម្ខាងទៀតយើងចូលទៅដល់ល្បែងទី6គឺល្បែងបោះអង្គញ់ល្បែងបោះអង្គញ់គឺជាល្បែងដែលពេញនិយមបំផុតនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរល្បែងនេះគឺគេចែកមនុស្សជាពីរក្រុមដោយមួយក្រុមចាប់ពី2នាក់ឡើងហើយគេយកផ្លែអង្គញ់មកដាំកោយ3កោយ5ចែកវែងគ្នាបោះមកខាងម្នាក់តតែអង្គញ់ទាំងនោះដួលរលំអស់តែម្ដងល្បែងនេះក៏ជួយបង្រៀននៅយើងការធ្វើការជាក្រុមជាពិសេសសហការគ្នាការខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េចទើបឲ្យសម្រេចដល់គោលដៅចង់បញ្ជាក់ផងដែរល្បែងប្រជាប្រិយខ្មែរមិនមែនមានតែ6ខាងលើនោះទេប្រសិនបើយើងរៀបរាប់វិញគឺច្រើនសន្ធឹកសន្ធាប់ប៉ុន្តែល្បែងដែលគេនិយមលេងបំផុតនោះគឺ6ខាងលើនេះឯងល្បែងផ្សេងទៀតមានដូចជារុញអង្រែវាយក្អមឡើងសសរខ្លាញ់
ឆ្លូតបាវដណ្ដើមស្លឹកឈើបោកចំបាក់គុំដំបងលាក់មនលបែងអោបត្រឡាចនិងលបែងពំពំទាបងទឹកដាក់ដបជាដើមសុទ្ធតែជាលបែងដែលពេញនិយមដែលប្រជាពលរដ្ឋខ្មែរយើងនៅតាមស្រុកភូមិស្រែចម្ការតែងតែលេងនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ